ខេត្តកំពតជាខេត្តមួយដែលស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជាដែលមានចម្ងាយ148គីឡូម៉ែត្រពីទីក្រុងភ្នំពេញខេត្តកំពតមានព្រំប្រទល់ខាងជើងទល់ទៅនឹងស្រុកបរសែនខេត្តកំពង់ស្ពឺខាងកើតជាប់នឹងស្រុកត្រាំកក់និងស្រុកគិរីវង្សខេត្តតាកែវខាងត្បូងជាប់ទៅនឹងឈូងសមុទ្រខាងលិចជាប់នឹងស្រុកកំពង់សិលានិងស្រុកព្រៃនប់ខេត្តព្រះសីហនុនិងខ្សែឆ្នេរដ៏វែងស្ថិតនៅលើឈូងសមុទ្រថៃទៅខាងត្បូងដើមកំណើតនៃខេត្តកំពតខ្មែរយើងបានសរសេរនិងអានពាក្យប្រជុំជនកំពតថាកំពតឬកំពតដែលពាក្យនេះបានក្លាយជាឈ្មោះខេត្តហើយឈ្មោះនេះត្រូវបានគេហៅដោយសំដៅទៅលើភូមិមួយដែលអ្នកស្រុកស្គាល់ពីយូរលង់ណាស់មកហើយស្ថិតនៅព្រៃកំពតដែលមានប្រភពមកពីភ្នំដំរីនៅខាងលើដៃព្រៃកំពតបន្តិចដែលជាទីប្រជុំជនចិនរស់នៅហៅភូមិព្រៃស្ដុបយ៉ាងណាក៏ដោយពាក្យថាកំពតនិងកំពតគេពុំដែលយល់ស្របទៅលើដើមកំណើតឬគ្រឹះគល់នៃពាក្យនេះឡើយតាក់ទងទៅនឹងឈ្មោះកំពតនេះដែរបើតាមសម្ដីអ្នកខ្លះដំណាលថាមានស្ត្រីម្នាក់មានធនធានស្តុកស្តម្ភឈ្មោះនាងពតដែលបានរស់នៅទីនោះជាអ្នកមានឥទ្ធិពលនិងទទួលការលើកតម្កើងយ៉ាងខ្លាំងពីអ្នកស្រុកភូមិផងរបងជាមួយគ្នាដោយសារតែភោគទ្រព្យមហាសាលរបស់នាងអ្នកស្រុកបានប្រមូលផ្ដុំគ្នាមករស់នៅជុំវិញស្ត្រីនោះតាមបែបសាជីវកម្មគឺរបៀបជាមួយនឹងក្រុមមួយដំណរក្រោយមកពាក្យថាក្រុមនេះคล้ายមកជាពាក្យកុំដូចនេះនៅជាប់ភូមិឋាននៃក្រុមរបស់នាងពតមានឈ្មោះជាបន្តបន្ទាប់ថាក្រុមនាងពតឬក្រុមពតចំណែករឿងនិទានមួយដែលប្រហាក់គ្នានេះដែរបានដំណាលពីស្ដេចព្រះរាមនាសម័យបែកបាក់លង្វែងដែលបានរត់ចេញពីការបះបោរក្នុងរាជវាំងហើយភៀសព្រះកាយមកគង់នៅជាមួយនឹងមហេសីម្នាក់រួមទាំងពួកអាមាត្យស្មោះត្រង់មួយចំនួនបន្ទាប់មកទៀតមហេសីដែលមាននាមថាអ្នកមនាងពតទ្រង់បានប្រឈួនរួចក៏សោយទីបង្គត់នៅទីនោះដើម្បីជាអនុស្សាវរីយ៍យូរលង់តទៅចំពោះស្ត្រីដែលព្រះអង្គសុប្រតិជាងគេទើបព្រះអង្គប្រទានឈ្មោះកន្លែងនោះថាកំពតទស្សនៈផ្សេងគ្នាតាក់ទងទៅនឹងពាក្យកំពតទី1តាមសម្ដីអ្នកចេះដឹងមួយចំនួនបានអះអាងថាឈ្មោះកំពតបានមកពីផែនសិលាចារឹកមួយផ្ទាំងដែលគេប្រទះឃើញក្នុងខ្ទមស្លឹកមួយដែលគេបោះបង់ចោលស្ថិតនៅក្រោយភូមិកំពតផែនថ្មនោះមានកម្ពស់30សង់ទីម៉ែត្រដោយមានអមពីចំហៀងនៅផ្ទាំងសិលាតូចពីរទៀតអ្នកស្រុកឲ្យឈ្មោះផ្ទាំងសិលាចារឹកនោះថាកំពតហើយក្លាយជាវត្ថុសក្ការៈបូជាទី2នៅខាងត្បូងបឹងកំពតបានគេប្រទះឃើញសិលាចារឹកមួយផ្ទាំងទៀតដែលមានទំហំធំហើយមានសន្តានរូបរាងដូចត្រីកំពតស្ថិតនៅក្នុងព្រៃកំពតមួយប៉ុន្តែទីកន្លែងនោះនៅជ្រៅពោពេញទៅដោយវាលភក់ព្រមទាំងទឹកជំនន់លិចពិបាកចូលទៅដល់ដូចនេះដំណរក្រោយមកពាក្យក្រពតក៏คล้ายទៅជាកំពតយើងមានទំនោរទៅលើមតិមួយនៃការបកស្រាយទាំងពីរចុងក្រោយដែលសមស្របអាចទទួលយកពីបណ្ដាជនអ្នកចេះដឹងដែលរស់នៅលើទឹកដីនោះជាយូរលង់ណាស់មកហើយជាចុងក្រោយគេបានបញ្យល់មួយបែបផ្សេងទៀតតែមិនសូវជាពិតប្រាកដប្រមាណនោះទេគឺពាក្យកំពតបានចេញមកពីពាក្យថាកម្ពុជាដែលមានសម្លេងកំដូចគ្នាដែលជាឈ្មោះដើមនៃប្រទេសកម្ពុជាការបង្ហាញពន្យល់បែបសាមញ្ញនៅពាក្យកំខាងលើនេះក៏គេមិនអាចទទួលយកបានដែរដោយឡែកបើតាមឯកសាររបស់លោកឌឿនវ៉ាន់បានសរសេរជូនមកក្រមទំនៀមទម្លាប់ខ្មែរនៅថ្ងៃទី22ខែសីហាឆ្នាំ1953ថាក្រុងកំពតពីដើមដុះសុទ្ធតែកូនស្មាច់កូនផ្អៅនៅតាមមាត់សមុទ្រដែលសម្រាប់ឲ្យអ្នកចំនួនចោតទូកនិងសំពើតក្រោយមកទៀតមានចិនវៀតណាមចាមខ្មែរទៅសង់ខ្ទមនៅជាកំពតទទឹងថ្ងៃនៅតាមបណ្ដោយមាត់ព្រែកកំពង់បាយភ្ជាប់ទៅកោះធំដើម្បីរកស៊ីលក់ដូរ
កន្លែងដែលចាមចិនខ្មែរវៀតណាមសង់ខ្ទមរស់នៅគេសង្កេតឃើញមានផ្ទះជាកំពិតកំពតទើបគេសន្មតហៅថាភូមិកំពតលុះក្រោយមកទៀតពេលមានផ្ទះនៅហើយអ្នកលក់ដូរធ្វើទៀមលក់បាយសម្រាប់ឈ្មួញអម្រែកចិនវៀតណាមចាមជ្វានិងពួកឈ្មួញដែលចតទូកឬអ្នកធ្វើដំណើរឈប់ដើម្បីបរិភោគបាយនៅកន្លែងនោះក្រោយមកអ្នកដំណើរឲ្យឈ្មោះទីនោះថាផ្សារកំពតឬភូមិកំពតថាផ្សារកំពង់បាយនាមបញ្ញត្តិទាំងពីរនោះប្រើច្របូកច្របល់គ្នាខ្លះហៅថាផ្សារកំពតខ្លះទៀតហៅថាផ្សារកំពង់បាយតែសប្តាហ៍ថ្ងៃគេហៅថាខេត្តកំពតរីឯលោកម៉ាត្រូលបាននិយាយថាទីប្រជជនជននៅតាមបណ្ដោយឆ្នេរសមុទ្រមានដុះសុទ្ធតែដើមផ្អើលតែកន្លែងដែលឈ្មោះថាកំពតសប្តាហ៍ថ្ងៃហៅថាកំពង់បាយលោកទាំងពីរថាកំពង់បាយដូចគ្នាខុសត្រង់លោកឌឿនវ៉ាន់ថាផ្សារកំពតឯលោកម៉ាត្រូលបានអះអាងថាខេត្តប្រហែលមកពីពាក្យកម្ពុជាគេអាចសរសេរទៅជាកម្ពុជារដ្ឋដែលគេកាត់រដ្ឋចេញនៅសល់តែកម្ពុជានៅពេលដែលក្រុងកំពតកំពុងកកើតមានឈ្មួញជនជាតិសៀមធ្វើដំណើរតាមសមុទ្រមកឈប់អាស្រ័យបាយនៅត្រង់កន្លែងនោះព្រោះថាភាសាសៀមពាក្យថាកម្ពុជាអានថាកំពតដល់យូរទៅដោយធ្វេសប្រហែសបាត់ស្រៈឧនៅសល់តែកំពត